បាទនេះគឺជាសកម្មភាពកណ្ដូបក្នុងពេលរាត្រីគឺវាមានសកម្មភាពបែបនេះឯងបងប្អូនគឺវាមិនដូចពេលថ្ងៃនោះទេគឺវាចោះមកត្រៀបត្រាណាពេញណែននៅត្រង់តែម្ដងហើយសួរថាតើកណ្ដូបរបស់យើងនឹងគឺវាដេកទេនៅពេលរាត្រីចម្លើយឆ្លើយថាគឺវាត្រូវការដេកត្រូវការគេងត្រូវការសម្រាកដូចជាមនុស្សឬក៏សត្វដទៃយ៉ាងដែរវាគ្រាន់តែថាតាមការស្រាវជ្រាវគឺកណ្ដូបគឺយើងមិនដឹងថាវាដេកឬនោះទេដោយសារវាអត់មានត្របកភ្នែកណាបងប្អូន វាអត់មានត្របកភ្នែកដូចមនុស្សហើយដូច្នេះហើយទើបយើងមិនបានដឹងថាតើវាដេកឬក៏អត់នោះទេតែតាមពិតគឺវាដេកដូចជារុក្ខជាតិឬក៏សត្វដទៃនៅលើโลกហ្នឹងអញ្ចឹងណាហើយសួរថាតើយើងត្រូវថែទាំបែបណានៅរដូវភ្លៀងហ្នឹងឲ្យធំធាត់ល្អហើយកុំឲ្យវាងាប់ហើយកណ្ដូបវាជួបបញ្ហាច្រើនទេនៅរដូវភ្លៀងជួបបាទដោយសារមេឃវាត្រជាក់ភ្លៀងវាច្រើនហើយយើងត្រូវការហត់នឿយក្នុងការបោសសម្អាតលាមកបន្តិចអញ្ចឹងណាដើម្បីឲ្យកណ្ដូបរបស់យើងហ្នឹងវាលូតលាស់ល្អធំល្អនិងមិនពុលនិងមិនឈួលលាមករបស់វាហើយសួរថាតើកណ្ដូបអាយុប្រហែលថ្ងៃយើងបានលក់គឺចាប់ពី40ថ្ងៃទៅយើងអាចចាប់លក់បានហើយយ៉ាងយូរ45ថ្ងៃយើងត្រូវតែប្រមូលលក់កាលណាយើងទុកយូរពេកវាពងអស់វាអស់ពងពីពោះកណ្ដូបរបស់យើងហ្នឹងក៏វាមិនឆ្ងាញ់ក៏វាមិនសូវជាមានជាតិខ្ទិះពិសេសដែរអញ្ចឹងត្រឹម40ទៅ45ថ្ងៃត្រូវទៅលក់ទៅកុំទុកវាទៀតណាចាប់វាម្ដងអស់បាត់ហើយអញ្ចឹងហើយបងប្អូនអ្នកចិញ្ចឹមដែលត្រូវការពងកណ្ដូបឬក៏សាច់កណ្ដូបបងប្អូនអាចឆាតមកកំងបានតាម Telegram 066 4420 19ឬក៏ឈុតវ៉ាក់សាំងពិសេសដើម្បីយកទៅជំនួយថែទាំកណ្ដូបរបស់យើងឲ្យមានសុខភាពល្អស៊ីចំណីបានច្រើននិងបានទិន្នផលទ្វេដងបាទហើយបងប្អូនចាប់អារម្មណ៍បងប្អូនអាចសាកមើលមួយឈុតតូចសាកមើលទៅដើម្បីបងប្អូនដឹងថាអូគុណភាពរបស់វាមិនធម្មតាអញ្ចឹងបងប្អូនត្រូវដឹងថាសម្លមួយឆ្នាំងវាឆ្ងាញ់ដោយសារតែគ្រឿងគ្រួសារមួយរុងរឿងដោយសារតែភរិយាចំណែកឯកណ្ដូបណារុងរឿងធំធាត់ថ្លោះដោយសារតែយើងមានឈុតវ៉ាក់សាំងណាជំនួយយើងឈុតជំនួយមិនមែនឈុត 100% គឺឲ្យវាធំធាត់នោះទេគឺជំនួយពិសេសបើបន្ថែមដូចយើងនិយាយថាសម្លមួយឆ្នាំងវាឆ្ងាញ់ដោយសារគ្រឿងអញ្ចឹងកណ្ដូបយើងធំធាត់ថ្លោះនឹងមានមេបាល្អពូជល្អបានទិន្នផលទ្វេដងគឺដោយសារតែមានជំនួយយើងមិនអាចនិយាយបានថាកណ្ដូបវាស៊ីតែធម្មជាតិឲ្យតែមានស្មៅឲ្យតែមានរុក្ខជាតិដាក់ឲ្យវាស៊ីទៅគឺវាធំធាត់ល្អគឺវាមិនក្រិនគឺវាមិនស៊ីស្បែកមុងគឺពិតជាយល់ច្រឡំហ្នឹងណាបងប្អូនពិតជាយល់ច្រឡំធំតែម្ដងពីព្រោះអ្វីក៏វាត្រូវការជំនួយដែរយើងមិនបានដឹងថាតើក្នុងស្មៅនឹងវាមានរុក្ខជាតិនឹងទាំងអស់ហ្នឹងយើងដាក់ទាំងអស់ហ្នឹងតើវាមានប្រូតេអ៊ីនប្រមាណអីប្រមាណដើម្បីឲ្យកណ្ដូបរបស់យើងហ្នឹងស៊ីទៅវាធំធាត់ហើយធានាថាវាខ្លាំងវាមិនខ្សោយវាមានមេបាល្អពូជល្អវាមិនក្រិនអញ្ចឹងយើងមិនបានដឹងទេចេះដាក់រាល់ថ្ងៃតគ្នាអញ្ចឹងតែនៅពេលដែលយើងមានឈុតវ៉ាក់សាំងពិសេសនេះយកទៅដាក់ជំនួយបន្ថែមបាញ់ឲ្យវានេះឲ្យវាស៊ីនេះវាជាអាហារពៅបន្ថែមណាទៅលើកណ្ដូបរបស់យើងនឹងឲ្យវាធំធាត់ល្អដូចជាវីដេអូខាងដើមដែលបានលើកឡើងអំពីការថែទាំនិងការចិញ្ចឹមកណ្ដូបដោយការប្រើឈុតវ៉ាក់សាំងពីកសិដ្ឋាន108ហ្នឹងចឹងបងប្អូនអ្នកកំងគឺបងប្អូនដឹងពីគុណភាពបងប្អូនដឹងពីគុណតម្លៃឈុតវ៉ាក់សាំងដែលខ្ញុំបានផ្ដល់អញ្ចឹងមិនមែនថានិយាយពីកណ្ដូបប្រម៉ូទឈុតវ៉ាក់សាំងប៉ុន្តែនេះគឺជាហេតុផលដែលធ្វើឲ្យកណ្ដូបរបស់យើងហ្នឹងវាមានទម្ងន់និងថោះល្អហើយបានពងល្អមេបាល្អពូជល្អវាមិនក្រិនណាជាពិសេសគឺវាមិនក្រិនទៀតនៅពេលដែលយើងមានឈុតវ៉ាក់សាំងនេះយកទៅប្រើរួចហើយអូខេអញ្ចឹងជួបគ្នាវីដេអូថ្មីហើយកុំចុច like ចុច subscribe ចុច follow ម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីពីកសិដ្ឋាន168ជាបន្តទៀតណាជួបគ្នាវីដេអូថ្មី